ព្រឹកឡើងយើងក៏បានឃើញអេដរបស់យើងហ្នឹងកំពុងតែគេងយ៉ាងលងលក់ឡើងគួរឲ្យខ្លាញ់ដល់លើកូនហ្នឹងគេសិលីអូអញ្ចឹងហ្មងកំពុងតែគេងយ៉ាងលងលក់ហ្នឹងក៏ស្រាប់តែមានមនុស្សមួយក្រុមចូលមកអ្នកបម្រើហើយនឹងរ៉េនឹងឯងរ៉េពេលដែលមកដល់ក៏បានសួរទៅអ្នកបម្រើថាធម្មតាអេដគេតែងតែគេអញ្ចឹងមែនតែរ៉េក៏ចង់សម្ដៅទៅលើគេងយូរអញ្ចឹងណាហើយអ្នកបម្រើក៏តបលោកប្រុសអេដតែងតែគេរហូតដល់ថ្ងៃត្រង់គាត់ថាងើបញ៉ាំអាហារថ្ងៃត្រង់សរុបតែម្ដងរ៉េក៏ចាប់ផ្ដើមគិតក្នុងចិត្តគេងដល់ថ្ងៃត្រង់ម៉ងអត់ញ៉ាំអាហារពេលព្រឹកអញ្ចឹងមិនខុសកាហ្វេអស់ទេអីនេះចេញមកបាត់អាការៈបារម្ភច្បាស់ណាអ្នកបម្រើរបស់យើងហ្នឹងក៏ចាប់ផ្ដើមសួរតើលោកប្រុសចង់ឲ្យខ្ញុំដាស់លោកប្រុសរ៉េឥឡូវហ្នឹងអត់រ៉េរបស់យើងនេះវិញក៏តបចាំបាច់ធ្វើអីច្រើនទេយកទឹកមួយធុងមកជះគេមកចាប់បាត់មុនហ្នឹងអេដមីនឡើងខំតែសាឥឡូវមកធ្វើមកកូនបើអេដមីនអីណាមួយសន្ទុះក្រោយមកអ្នកបម្រើហ្នឹងក៏បានយកទឹកមួយធុងដើម្បីមកជះទៅលើអេដដែលកំពុងគេងលក់ស្រួលនឹងឯងគ្នានេះគ្រាន់តែត្រូវទឹកភ្លាមសវេសវាសស្លាក់សស្លាតភ័យផងអីផងខំស្រែកឡើងខ្លាំងថាទឹកលេខផ្ទះឲ្យជួយផងហើយទស្សនវិជ្ជានឹងផងដែរក៏ធ្វើឲ្យម្នាក់ទៀតនិយាយពីពេញចិត្តពេញចិត្តអត់ដល់របស់យើងក្រោយពីងើបមើលលេខមើលកាតហើយឃើញថាអត់មានទឹកលេខផ្ទះទេតែបែរជាមកមើលបងប្រុសខ្លួនឯងអង្គុយសើចឡើងពេញចិត្តខ្លួនហ្នឹងក៏ដឹងភ្លាមថាផែនការហ្នឹងច្បាស់ជារ៉េនឹងឯងដែលអនុញ្ញាតឲ្យអ្នកបម្រើមកជះទឹកលើគេទាំងព្រឹកអញ្ចឹងខំផឹងសួរតារ៉េថាហើយមកលេងអីឈួតស្គួតអញ្ចឹងមិនបានឲ្យអ្នកបម្រើហ្នឹងមកជះទឹកលើខ្ញុំទាំងព្រឹកអញ្ចឹងរ៉េណែវិញអត់មានតបអីទេដើរចេញទៅក្រៅធ្វើពងើយទុកឲ្យគ្នាណែអង្គុយឆ្ងល់ម្នាក់ឯងក្រោយមកអ្នកបម្រើប្រុសម្នាក់ក៏បានដើរមកដល់ឲ្យមកប្រាប់អេដថាថ្ងៃនេះដែរលោកប្រុសអេដត្រូវទៅក្រុមហ៊ុនជាមួយនឹងលោករ៉េគាត់នឹងមករៀនការងារមួយចំនួននៅក្រុមហ៊ុនឲ្យលោកប្រុសអេដយើងគ្រាន់តែលឺឲ្យអត់ខ្វល់គេក៏ឆ្លើយអត់ចាប់អារម្មណ៍អីផងអត់ចង់ទៅណាទេនាំគ្នាចេញទៅក្រៅអស់ទៅនិយាយចាប់ក៏ទាញភួយមកដណ្ដប់ហើយក៏បន្តនិយាយទៀតថាសាមក៏សាមទៅបើល្ងួយដេចៃសំដេកសិនហើយកូនបើអេដមីនមួយនេះហានិយាយពីខ្ជិលសង្ស័យតែកាត់ទៅរកអ្នកមើលនឹងមកដែលគ្មានជំរឿនអ្នកបម្រើក៏បានបង្គាប់ឲ្យកូនចៅគាត់ម្នាក់ចាប់ទាញភួយអេដចេញដើម្បីយកអេដហ្នឹងទៅរៀបចំខ្លួនព្រោះបើមិនដូច្នោះទេច្បាស់ជាត្រូវមាត់របស់លោករ៉េហើយក្រោយពីរៀបចំខ្លួនលួចរាល់អេដរបស់យើងហ្នឹងក៏បានដើរចេញមកខាងក្រៅដើរបានបន្តិចក៏ស្រាប់តែអ្នកបម្រើស្រីម្នាក់គាត់និយាយថាលោកប្រុសរ៉េកំពុងតែចាំលោកប្រុសអេដនៅក្នុងឡានអេដយើងនេះក៏ចាប់ផ្ដើមឆ្ងល់ហើយមានកម្រងការស្អីទៀតឯនោះទើបតែធ្វើបាបគេមុននឹងសោះឥឡូវមកចាំឲ្យគេទៅជិះឡានជាមួយអីណាខ្លួនណាក៏តបទៅអ្នកបម្រើថាគេអត់ចង់ជិះឡានជាមួយរ៉េគេចង់ជិះឡានទៅដោយខ្លួនឯងតែស្រាប់តែអ្នកនៅក្នុងឡានគេស្រែកមកមួយទំហឹងហ្មងនៅសូនសាញនៅហ្នឹងហើយឆាប់ចូលឡានមកកុំទៅបាយច្រើនពេកអីយ៉ាឥឡូវជាមួយចូលបើអ្នកនៅក្នុងឡានគេស្រែកប៉ុណ្ណឹងហើយអស់ជំរឿមានតែចូលក្នុងឡានជាមួយបងប្រុសនឹងឯងនៅតាមផ្លូវទៅក្រុមហ៊ុនអេដរបស់យើងហ្នឹងក៏បានកលៀបភ្នែកទៅមើលរ៉េរួចក៏គិតក្នុងចិត្តរ៉េនៅតែដូចដើមនៅថាជាមនុស្សពូកែសង្កេតហើយក៏ជាមនុស្សមើងម៉ាត់មកចត់ដែលខុសពីគេឆ្ងាយបើប្រៀបធៀបខ្លួនឯងជាមួយនឹងរ៉េគឺសូន្យហ្មងពេលហ្នឹងផងដែររ៉េរបស់យើងហ្នឹងក៏ងាកទៅសួរអេដតើឯងមានបញ្ហាទៅលើអាចមកមែនអេដស្រាប់តែមុខហមចូលមកប៉ែនេះមិនក៏ដឹងខ្លួនណាអត់តបានប្រាប់ពីណាគេផងហ្នឹងនៅពេលដែលសួររ៉េទៅរ៉េក៏ឆ្លើយប្រាប់ថាមកពីព្រឹកមិញហ្នឹងគេឃើញថ្នាំនៅលើតុហើយក៏សួរទៅអេដចុះប៉ាដឹងរឿងហ្នឹងហើយនៅអេដរបស់យើងនេះក្តៅស្លឹកជីឆាវតែម្ដងក៏សម្លុតខ្លាំងទៅរ៉េថារឿងខ្ញុំមកអត់ចាំបាច់ត្រូវប្រាប់អ្នកណាគេវាជារឿងឯកជនរបស់ខ្ញុំអញ្ចឹងហើយខ្ញុំមិនចាំបាច់ត្រូវឲ្យប៉ាដឹងពីរឿងហ្នឹងទេរ៉េរបស់យើងហៅថាបារម្ភពីប្អូនក៏ប្រាប់ប្អូនថាចាំខ្លួនដើររកពេទ្យល្បីដើម្បីមកព្យាបាលគេហើយអេដរបស់យើងវិញនិយាយពីរឿងរូបតទៅបងបែបឆ្លើយខ្ញុំអត់ចាំបាច់ត្រូវឲ្យពីណាគេមកយកចិត្តទុកដាក់ហើយអ្នកឯងក៏អត់ចាំបាច់មកត្រូវសម្ដែងធ្វើជាយកចិត្តទុកដាក់លើខ្ញុំដែរខំផឹងជំទាវឡែតដាក់បងប្រុសប៉ុន្តែបងប្រុសយើងឯនេះវិញអត់ខ្វល់ផងគិតតែពីសម្លឹងមើលអាចមកដែលនៅក្នុងខោរបស់អេដយើងនឹងគ្នានេះចាប់ផ្ដើមអៀនហើយក៏ចេបងប្រុសនឹងយកតែម្ដងឥឡូវភាគទី2ក៏បានឈានចូលមកដល់ទីបញ្ចប់ហើយអេដមីនសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់អេដមីនសម្រាប់តាំងពីដើមរហូតដល់ចប់អេដមីននៅក្នុងវីដេអូក្រោយទៀតណាអរគុណអញ្ញង